បងថា detail បានល្អអញ្ចឹងខ្ញុំមក detail បន្តជូនបងថែមទៀតបាទអញ្ចឹងគេនេះគឺមានកាមេរ៉ាមួយគ្រាប់បាទ2គ្រាប់3គ្រាប់បាទនេះគឺកាមេរ៉ា360អញ្ចឹងក្រៅពីហ្នឹងគឺតួនាទីកាមេរ៉ាឆ្លាតវៃក្នុងការបាទចូលចតអូតូឬមួយក៏អូតូ pilot អញ្ចឹងណាខាងមុខគឺមាន lidar របស់ Huawei បាទ ADS ជំនាន់ទី4ចឹងសម្រាប់ Mazda វិញគឺអត់មានទេប្រភេទ lidar ហ្នឹងខាងលើហ្នឹងហើយខាងនេះវិញក៏មានកាមេរ៉ាតែមួយគ្រាប់ទេសម្រាប់មុខងារកាមេរ៉ា360ចឹងណាគឺវាពឹងផ្អែកទៅលើ sensor ចំហៀងបាទ sensor នេះ Avatar ក៏មានដែរចឹងវាមានសមត្ថភាពចូលចតខ្លួនឯងឬមួយក៏ auto pilot ដែរប៉ុន្តែគាត់ថាសមត្ថភាពហើយកម្រិតគឺវានៅស្ទើរជាងចឹងបងប្អូនមួយទៀតតកតងជាមួយនឹងកម្លាំងម៉ាស៊ីនបាទកម្លាំងម៉ាស៊ីនរបស់ Avatar គឺខ្លាំងជាងបាទវាស្ទុះជាងខ្ញុំអត់ចាំថាតួលេខប៉ុន្មានទេបងប្អូនដឹងតែថាវាស្ទុះជាងអញ្ចឹងណាហើយមួយទៀតគឺកៅអីបាទកៅអីខាងក្នុងនេះគឺ Avatar យើងអាចធ្វើការសេរីបានសេរីឲ្យវាដេកបាទតម្រេតទៅមុខទៅក្រោយបានអញ្ចឹងណាសម្រាប់ Mazda វិញអត់បានទេគឺហ្វិចហើយបាទមកមិនគឺតែប៉ុណ្្នឹងអញ្ចឹងណាហើយមានបាទយើងអាចសេរីនៅកន្លែងនេះបានហើយយើងអាចសេរីកៅអីបាទខាងមុខឲ្យវាទៅមុខថយក្រោយបានអញ្ចឹងណាបាទអាសេរីទៅមុខថយក្រោយនេះគឺ Mazda ក៏អាចសេរីបានដែរបាទគ្រាន់តែអត់បានកន្លែងកៅអីតម្រេតមួយទៀតតកតងមួយ speaker បាទ speaker របស់ Avatar គឺប្រភេទ Mac របស់ Meridian ចេះហើយមាន25គ្រាប់នៅក្នុងហ្នឹងគុណភាពសលេងគឺល្អជាង Mazda គឺ speaker ដូចជា20ជាងគ្រាប់ដែរប៉ុន្តែអត់មានបញ្ជាក់ថាជា speaker របស់ brand អីទេចឹងអាចថា level កម្រិតរៀងទាបជាងអញ្ចឹងណាខាងមុខនេះគឺមាន sensor មួយដើរតួនាទីដូច Face ID នៅទូរស័ព្ទដៃរបស់យើងអញ្ចឹងណាបងប្អូនអញ្ចឹងមញ៉េរបស់យើងគឺយើងអាចបង្កើត account បានអញ្ចឹងបើសិនជាបងប្អូនប្រើប្រាស់ជាលក្ខណៈគ្រួសារអញ្ចឹងទៅបងប្អូនមាន account រៀងខ្លួនចូលមកគឺវានឹង scan បាទ account របស់បងប្អូនហើយ user អញ្ចឹងបងប្អូនសេរីកៅអីប៉ុណ្ណាបាទសេរីចកូតប៉ុណ្ណាបាទចកូត Avatar នេះគឺ electronic បើ Mazda វិញគឺលក្ខណៈយើងទាញដៃធម្មតាអញ្ចឹងណាអញ្ចឹងគឺវាអាចស្គាល់ពី user setting របស់បងប្អូននីមួយៗអញ្ចឹងទៅគឺវាសេរីកៅអីឬមួយក៏សេរី setting នៅក្នុងអេក្រង់មញ៉េផ្សេងគ្នាយើងអាចបង្កើត user ផ្សេងអញ្ចឹងណាហើយបើយើងអត់មាន account ទេគឺយើងចូលជាលក្ខណៈ visitor guest អីធម្មតាអញ្ចឹងទៅវាទួនាទីទំនើបមួយចំនួនគឺយើងអាចប្រើបានទេអញ្ចឹងអាហ្នឹងគឺខុសគ្នា Mazda គឺវាអត់មាន Face ID ហ្នឹងអញ្ចឹងណាបងប្អូនបាទហើយកន្លែងបិទបើកទ្វាររបស់ឡាន Avatar នេះគឺយើងចុចត្រង់នេះអញ្ចឹងយើងចុចអញ្ចឹងហើយយើងប្រើកែងដៃរបស់យើងដើម្បីរុញបើកទ្វារទៅអញ្ចឹងបាទខុសពី Mazda អូខេចំពោះ Mazda វិញបាទបតុងបើកទ្វារនៅត្រង់កន្លែងនេះបាទចំកន្លែងមេដៃរបស់យើងហើយដៃយើងគឺដាក់នៅនេះស្រាប់អញ្ចឹងយើងគ្រាន់តែចុចអីដៃយើងទាញបើកបានបាទយើងនិយាយស្រួលបងប្អូនខុសពី Avatar ខ្ញុំគិតថាបាទបងស្រីក៏ប្រភេទ Mazda នេះនិយាយស្រួលបើកជាងដែរបាទ Avatar តើលើកដៃមកចុចចេះឲ្យប្រើកែងដៃអីចឹងទៅហើយបាទកន្លែងភ្លើងឌីមវិញបាទ Mazda គឺគេធ្វើប្រកបជាមួយនឹងអាក្រិលបាទអញ្ចឹងមើលទៅកន្លែងនេះគឺបាទស្អាតប៉និតជាងគាត់ថាភ្លើងនេះវាតិចបាទតិចពេកបើសម្រាប់ Avatar វិញគឺគេធ្វើមកភ្លើងច្រើនអញ្ចឹងណាហើយខ្សែវែងអានេះដោយសារតែវាបាំងជាមួយនឹងអេក្រង់នេះគឺវាវែងមែនតើអញ្ចឹងទៅភ្លើងឌីមឃើញយ៉ាងតិចអូខេបងប្អូនអញ្ចឹងចំណុចដែលខុសគ្នាធំមានប៉ុណ្ណឹងបងប្អូនមានចំណុចល្អិតផ្សេងទៀតអញ្ចឹងណាតើគួរជ្រើសរើសយកមួយណានិយាយទៅបើសិនណាជាថវិកាដល់បងប្អូនចង់បានប៉និតគឺយក Avatar ទៅអត់ខុសទេបាទប៉ុន្តែបើសិនណាជាបងប្អូនខ្លះដែលគិតថាទិញហើយបាទមិនចង់ខាតច្រើនបាទចំណាយតម្លៃសមរម្យបាទគឺ Mazda បងប្អូនឡាននេះគឺដឹងតែមានចំនួនអ្នកជិះច្រើនហើយ Mazda EZ 60ហ្នឹងណាអញ្ចឹងបើសិនណាជាបងប្អូនទិញក្នុងតម្លៃ 30000 ជាងបងប្អូនប្រើបាទឧទាហរណ៍ថាកន្លះឆ្នាំក្រោយបងប្អូនបតនលុយត្រូវការលក់ចេញខ្ញុំគិតថាខាតប្រហែលជា10ទៅ 15% អត់ខ្វះអ្នកទិញទេបងប្អូនខាតប្រហែលជា $4-5,000 លក់មកទឹកអីចឹងណាបាទនឹងមានអ្នកដែលចង់ទិញច្រើនអត់ដូចគេនិយាយថាខាតច្រើនអត់មានអ្នកទិញអីអត់ទេសម្រាប់ឡាន Mazda EZ60 នេះទីផ្សារគឺដឹងតែអត់ខ្វះអ្នកទិញទេបាទ